អាហារថ្ងៃថងតែយាយតាថ្ងៃនេះគឺធ្វើបាញ់ហយញ៉ាំម្ដងដោយសារខានធ្វើយូរដែរពីដំបូងយាយតាថាធ្វើស៊ុបក្បាលជ្រូកទេដោយសារតែក្បាលជ្រូកនឹងនៅសល់យូរដែរតាំងពីជំនាន់កាបងថ្លៃយកលើក្បាលជ្រូកនឹកសម័យឃើញរបៀបដូចជ្រូកខ្វែងអញ្ចឹងយកមកអាំងមកហើយយើងជាញ៉ាំជាមួយបាញ់ហយឆ្ងាញ់ណាស់ក៏បបោគាត់ធ្វើបាញ់ហយគាត់ឯងចង់ធ្វើបាញ់ហយអីអញ្ចឹងធ្វើបាញ់ហយត្មងទៅអញ្ចឹងមិញនឹងរៀងនឹកឃ្លានបាញ់ហយដែរតាហើយនឹកសម័យដែរហៅអាជំនាន់កាក្បាលជ្រូកកាបងថ្លៃហេតុអីក៏ខ្ញុំមិនធ្វើបាញ់ហយស៊ីអាពេលហ្នឹងឆ្ងល់ខ្លួនឯងអញ្ចឹងទៀតណាទទួលព្រលឹមឡើងយាយតាថានៅសល់ក្បាលជ្រូកនឹងគឺត្រូវប៉ាន់ល្មមនិយាយគ្នាចប់ក៏នាំគ្នាឡើងម៉ូតូវឹងទៅផ្សារភ្លាមហើយយាយនឹងអត់ឃើញថាត្រូវទិញបាញ់ហយនៅណាទេព្រោះគាត់ទៅដល់សារដាំដូងហ្នឹងអត់មានថាខ្វះអីនៅផ្លាសាអត់ចេះខ្វះទេមានតាំងពីបាញ់ហយបាញ់សុងកាទៀវកាត់កាទៀវអីនិយាយទៅនៅនឹងគឺសំបុកអីកន្លែងគេបោះដងមកពីផ្សារវិញពីអ្នកមកញ៉ាំអីឲ្យហើយសិនបន្តកិច្ចការទីទិញសាច់ជ្រូក1គីឡូអញ្ចឹងខ្ញុំស្ងោរតពាក់កដាទេដោយសារតែនៅផ្ទះថ្ងៃនេះនៅសល់តែគ្នា3 4នាក់នឹងឯងហើយសូវមានអ្នកណាគេញ៉ាំច្រើនទេទៅទិញសាច់ជ្រូកមកក្បាលជ្រូកនឹងគឺរក្សានៅទុកដល់ដែរដាក់សាច់ជ្រូកស្ងោរចោលហើយខ្ញុំចាប់ផ្ដើមមករៀបចំលាងបន្លែអីវិញយកអត់មានអីច្រើនទេមានតែសាឡាត់ទៅសក់ស្ដេចបដោះអីនឹងឯងនឹងយាយតាទិញសាឡាត់ខ្មែរយើង2ដុំខ្ញុំទិញអាសាឡាត់ស្រួយនោះមកថែម2ដុំទៀតស្រាប់យកមកបេះមកបានឡើងមកកធុនហើយដល់ពេលញ៉ាំទៅនៅសល់មកជីវិញចេះតែដាក់ឲ្យតែមានទៅអត់សូវដែរឃើញមានពីណាគេញ៉ាំទេនៅសល់ចោលតែបន្លែដូរទឹកនឹងខ្ញុំឆ្លៀតទៅបើកមើលឆ្នាំងសាច់ជ្រូកស្ងោរបន្តិចទៅចង់ដឹងតែវាផុយនៅដល់ឃើញសាច់ជ្រូកយើងឆ្អិនល្មមក៏ស្រង់សាច់ជ្រូកយើងដាក់ចានទុកឲ្យត្រជាក់ដើម្បីហាន់អញ្ចឹងខ្ញុំឆ្លៀតមកហាន់ខ្ទឹមបារាំងទុកឆាជាមួយសាច់គោវិញម្ដងខ្ទឹមបារាំងនេះប្រហែលជា1មើមអីទេតែបានឡើងច្រើនហ្មងតាមអាចារ្យរាមតនេយាយតាដាក់ចំហៀវខ្លាញ់ជ្រូកផ្លែតហើយខ្លាញ់ជ្រូកនេះខ្ញុំទិញមកពីកន្លែងធ្វើការឡើងទុកនៅកន្លែងធ្វើការឡើងចង់មកអាទិត្យទៅល្មមបានយកមកដល់ផ្ទះនិយាយពីថាភ្លេចរហូតតមកដល់ផ្ទះចុះដើរឡើងនឹងមិនដឹងថាធ្វើស្អីខ្លះទេនៅក្នុងវីដេអូហ្នឹងសាច់ជ្រូកយើងនឹងត្រជាក់ល្មមខ្ញុំក៏ចាប់ដើមហាន់សាច់ជ្រូកអីហ្នឹងដាក់ចានឲ្យហើយម្ដងយ៉ាងសាច់ជ្រូក3ជាន់គេនេះគឺថាចំជាសាច់ជ្រូក3ជាន់ល្អខ្លាំងមែនតែនអញ្ចឹងញ៉ាំផ្ទាប់ជាមួយបន្លែជាមួយបាញ់ហយនិយាយពីថាជាតិមែនតែនសាច់ជ្រូកនេះខ្ញុំមិនភ្លេចគិតថាត្រូវហាន់បន្លែអីមុនអញ្ចឹងណានេះយើងហាន់សាច់ជ្រូកហើយមិននឹកឃើញហាន់តែសក់យ៉ាប់ណាខ្ញុំនេះឥឡូវភ្លេចមុខភ្លេចក្រោយណាចំហៀវខ្លាញ់ជ្រូកហើយនឹងខ្ញុំចាប់ផ្ដើមឆាសាច់គោជាមួយខ្ទឹមប្រេងសាច់គោនេះហើយទុកឡើងមួយថ្ងៃនៅកន្លែងធម្មតាយើងអាចបានយកដាក់កន្លែងកឡើងរៀងចង់ធំក្លិនប៉ុន្តែអត់អីសាច់គោយើងនៅក្រហមល្អដែរសាច់គោនេះខ្ញុំអាចបានពងខ្ទឹមឲ្យឡើងនេះទេដោយសារតែយើងឆាខ្ទឹមប្រាំងហើយយើងខ្ជិលដាក់ខ្ទឹមទៀតណាទឹកសវិញគឺខ្ញុំលាយស្រាប់អញ្ចឹងទៅនៅក្នុងមួយចានហ្នឹងមានអំបិលស្ករប៊ីចេងអីអញ្ចឹងទៅយើងមើលតាមល្មមទៅយើងក៏ដាក់ចូលទៅរយលឹកខ្ទឹមតិចទៅដើម្បីឲ្យឆាយើងហ្នឹងវាមានសោភ័ណភាពអញ្ចឹងណាឃើញកាប៉ែលែកអញ្ចឹងណាពេលចាក់ទៅចានទៅបានឡើងមួយចានគោមទូចតែតាំងនិយាយទៅមួយចានគោមនេះឡើងណែនល្មមហ្មងមិនតិចឆាសាច់គោអីរួចរាល់ហើយនិយាយទៅគ្រឿងញ៉ាំបាញ់ហយយើងហ្នឹងបន្លែប្លុកអីហ្នឹងគឺថារួចរាល់អស់លេងអញ្ចឹងយើងចូលដល់វគ្គធ្វើទឹកត្រីវាធ្វើទឹកត្រីនេះគឺខ្ញុំបានរូបមន្តតាំងពីជំនាន់នៅជាមួយអ៊ំមកគេដាក់ទឹកត្រីមួយចានស្ករមួយចាននិយាយទៅគេដាក់ឲ្យស្មើគ្នាមកតាមបរិមាណវាអញ្ចឹងណាហើយទឹកខ្មេះមួយចានហើយទឹកសយើងហ្នឹង2ចានយើងដាក់ទឹកក្តៅក៏បានទឹកត្រជាក់ក៏បានតែទឹកត្រជាក់យើងដាំឆ្អិនណាអញ្ចឹងមកគឺថាជូរដិតល្មមឆ្ងាញ់ខ្លាំងមែនតើតែបើអ្នកអត់សូវប៉ិនជូរទេគឺយើងបន្ថយទឹកខ្មេះបន្តិចទៅហើយយើងថែមទឹកឲ្យរៀងក្រែបន្តិចទៅដើម្បីរសជាតិទៅតាមចំណូលចិត្តយើងអញ្ចឹងណានិយាយទៅទឹកត្រីយើងធ្វើបែបនេះគឺថាថ្លាល្អខ្លាំងមែនតើធ្វើពីទឹកខ្មេះចេះគឺដិតឆ្ងាញ់ហ្មងនិយាយឲ្យកុំភ្លេចអេតគ្រឿងដូចជានេះការ៉ុតអីអញ្ចឹងមកដើម្បីឲ្យទឹកត្រីយើងហ្នឹងល្អមើលណាហើយខ្ញុំវិញខ្ញុំថែមខ្ទឹមសខ្ទឹមក្រហមយើងហាន់ចំណិតស្ដើងមកតែដោយសារតែកបិត